បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺយើងនឹងមកសិក្សាទាក់ទងជាមួយនឹង comment របស់ Linux បន្តទៀតសម្រាប់នៅក្នុងការយើងឆែកឬក៏យើងចង់ដឹងទៅលើ system អ្វីមួយដោយសារតែយើងដឹងថា Linux អ្វីគ្រប់យ៉ាងដែលនៅក្នុង Linux គឺជា file ទាំងអស់ហើយដោយសារតែវាជា server អញ្ចឹងយើងរកការ access របស់file នឹងនីមួយៗគឺយើងត្រូវការប្រើ command ជាក់ស្ដែងដែលអ្នកគ្នាបានឃើញនៅលើដែលខ្ញុំ note នេះគឺគ្រាន់តែជា command មួយចំនួនតែប៉ុណ្ណោះតែគេអាសាប្រើណាអញ្ចឹងតែខ្ញុំចង់មកបង្ហាញតែជាក់ស្ដែងវានៅមានច្រើនជាងនឹងទៀតអូខេអញ្ចឹងខ្ញុំសូមធ្វើការដាក់វាមកចំហៀងតិចសិនអូខេអញ្ចឹងនេះគឺជាម៉ាស៊ីន Linux របស់ខ្ញុំអញ្ចឹងcomment ដំបូងហ្នឹងនៅក្នុងការយើងចង់ដឹងទៅតាមជាមួយការ process អញ្ចឹងនេះគឺយើងមាននៅ comment យក keyword ps សម្រាប់ទៅក្នុងការបង្ហាញនៅ current active process របស់យើងគឺយើងអាចប្រើ comment ps នេះបាននេះគឺវានឹងសូមតន័យមកបន្តយើងមាននៅបើសិនជានៅក្នុងករណីយើងចង់ឆែកនៅលើ Telnet អញ្ចឹងយើងអាចប្រើ command មួយបានហើយខ្ញុំសូមធ្វើការ copy មកទៅអូខេយើង enter មកនេះគឺវានឹងចេញinfo ពី Telnet មួយនឹងឲ្យយើងដឹងហើយអញ្ចឹងបន្តយើងមាននៅ pmap សម្រាប់ទៅក្នុងការឆែកទៅលើ memory map របស់ process ណាចឹងយើងអាចប្រើ command pmap អញ្ចឹងនៅក្នុងនេះក៏វាបញ្ជាក់ដែរបើសិនជានៅក្នុងករណីយើងចង់មើល detail ជាងនឹងទៀតយើងអាចប្រើ -x ឬក៏ minus អក្សរធំដើម្បីកាន់តែមើល detail ជាងនឹងទៀតឬក៏ minus អក្សរធំពីរដងសម្រាប់ការមើលនៅ canal provider អញ្ចឹងទៅចឹងអ្នកគ្នាអាចមកសិក្សាពី command មួយបានដោយសារបើខ្ញុំធ្វើបង្ហាញទាំងអស់ទៅវាយូរខ្លាំងពេកអូខេអញ្ចឹងយើងទៅមើល command បន្តទៀតគឺយើងមាននៅ top command keyword top នេះសម្រាប់ក្នុងការបង្ហាញទៅលើ process ដែល running ដែលកំពុងតែ run ណាអញ្ចឹងយើងអាចប្រើ top នេះជា process ដែលវាកំពុងតែ running អញ្ចឹងយើងអាចប្រើនៅ arrow key នៅលើ keyboard របស់យើងណា key ឡើងលើចុចខមដើម្បីធ្វើការមើលបានដោយសារតែតន័យវាច្រើនអញ្ចឹងដើម្បីចែកចេញយើងអាចប្រើ Ctrl C ដើម្បីចេញពីវាវិញនេះយើងមកដល់រូបលខហោះរបស់យើងវិញហើយអូខេអញ្ចឹងវាមានច្រើនទៀតសម្រាប់ដូចជានេះជាដើមហ្នឹងអូខេតែឥឡូវខ្ញុំសូមតែបង្ហាញត្រួសទេឥឡូវយើងចូលមកដល់ការយើងចង់បើសិនជាយើងចង់មើលទៅតង់ជាមួយព័ត៌មានដូចជា CPU RAM អីឬក៏ disk អីជាដើមអញ្ចឹង keyword ដំបូងនេះគឺយើងអាចប្រើ command df -a ដើម្បីបង្ហាញនៅ space ដែលយើងទំនេរដែលមកនៅក្នុង system អញ្ចឹងយើងអាចប្រើ df .clear -a នេះដែលជាតន័យរបស់យើងនឹងអូខេអញ្ចឹងយើងមាន command បន្តទៀតដូចជា df -i សម្រាប់ធ្វើការនៅបង្ហាញនៅ inode នេះបើអ្នកគ្នាមើលវីដេអូរបស់ខ្ញុំមុនប្រហែលជាដឹងហើយដោយសារខ្ញុំបាននិយាយពីវាបន្តិចដែរនៅក្នុងវីដេអូ hard link soft link ហ្នឹង
យើងអាចប្រើ default minus I អូខេនេះជាលេខ inode របស់វាចាំបន្តយើងមាននៅនេះបើយើងចង់មើលតទៅជាមួយនឹង D របស់យើងណាគឺយើងប្រើ command នេះ fd មិនសូមធ្វើការ copy មកតែជាស្ដែងបើសិនជាបើអ្នកគ្នានៅក្នុង process រៀនអ្នកគ្នាគួរតែវាយទៅដើម្បីឲ្យយើងចាំដៃផងហើយសារនេះខ្ញុំធ្វើវីដេអូមកវាយូរពេកខ្ញុំ copy មកទៅអូខេនេះ unit sector របស់យើងនេះអសំតបដែល D របស់ខ្ញុំគឺពេលខ្ញុំតម្លាគឺ 30G អូខេនេះក៏ជាព័ត៌មានពី device របស់យើងមួយអញ្ចឹងទៅអូខេចាំបន្តទៀតយើងអាចមើលតតងជាមួយវាមានច្រើនអ្នកគ្នាតតងជាមួយនឹង CPU ឥឡូវយើងចូលដល់ CPU វិញអញ្ចឹងដើម្បីមើលព័ត៌មានពី CPU របស់យើងគឺយើងអាចប្រើ command មកជួននេះខ្ញុំធ្វើការ copy មកអូខេនេះគឺជាព័ត៌មាន detail ណាចឹងអ្នកគ្នាអាចមើលតាមនឹងបានដោយសារតែវាច្រើនខ្លាំងពេកអូខេចាំបន្តយើងមានតកតងជាមួយនឹង memory information ធ្វើការ copy ទៀតមកនេះដោយសារតែ information របស់យើងច្រើនចឹងទៅវា list មកច្រើនទៅអស់ពី memory detail memory ដែល free អីហ្នឹងអត់ទៅអូខេអញ្ចឹងបន្តយើងមាននៅដូចជា date and time នេះសម្រាប់បង្ហាញពេលវេលាគេប្រហែលជាដឹងហ្នឹងមិនបង្ហាញទេមាន calendar អញ្ចឹងទៅនេះក៏បញ្ជាក់ថា command ទាំងអស់នេះគឺជាដែលគេនិយមប្រើតែជាស្ដែងវាមានច្រើនជាងហ្នឹងទៀតអូខេអញ្ចឹងខ្ញុំគិតថាការបង្ហាញរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាអាចរក command ទាំងអស់នេះអ្នកគ្នាអាចទៅរកបានក្នុង Google ក៏ដូចជា AI ទៅវានឹងប្រាប់ឲ្យថាមាន command ឯខ្លះតែនេះគាត់ខ្ញុំយកមួយចំនួនមកបង្ហាញតែប៉ុណ្ណឹងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនអ្នកគ្នាមានចម្ងល់អីអាច comment សួរខ្ញុំខាងក្រោមទៀតបានជំរាបលាអ្នកនរ